4 ចំណុចដែលធ្វើឲ្យកុំព្យូទ័ររបស់យើងដើរលឿនជាងមុនអញ្ចឹងកុំឲ្យខាត់ពេលយូរថាធ្វើយ៉ាងណាដើម្បីឲ្យកុំព្យូទ័ររបស់យើងដើរលឿនជាងមុនលូនជាងមុនតាមដានទស្សនាមួយខ្ញុំបងប្អូនគ្នាអូខេសិបដំបូងយើងត្រូវចូលទៅកាន់ចុច Windows ជាមួយនឹងអក្សរ R តមកវានឹងលោតផ្ទាំង run ឲ្យយើងមួយតមកអ្នកនរគ្នាចុចពាក្យយកពាក្យ OMT ចំណុចទី1គឺយើងយក OMT ដើម្បីចូលទៅ clean ឬក៏ scan មេរោគដែលនៅក្នុងកុំព្យូទ័ររបស់យើងវាយ OMT រួចហើយយើងចុចពាក្យថា OK យើងចាំបន្តិចហើយបន្ទាប់មកយើងចុច next មកហើយកន្លែងនេះចំណុចនេះគឺមានន័យថាយើងអាច scan full ឬក៏ scan ទៅលើតែ drive C ទេអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំ scan តែ drive C ទេអញ្ចឹងរាល់ file មេរោគដែលនៅក្នុង drive C របស់យើងផ្សេងគឺវានឹងធ្វើការ clean ឬក៏លុបចោលហើយធ្វើឲ្យកុំព្យូទ័ររបស់យើងដើរលឿនជាងមុនមួយកម្រិតអូខេឥឡូវយើងបាន scan រួចហើយយើងគ្រាន់តែចុច finish ជាការស្រេចចំណុច step ទី2យើងចុចសញ្ញា Windows ជាមួយនឹងអក្សរ R ដដែលបន្ទាប់មកយើងវាយ prefix អូខេ prefix យើងចុច enter មកអញ្ចឹងនេះសិតតែជា file ចាស់ៗដែលយើងត្រូវលុបចោលដែលជាកម្ទេចសំណល់ file ណាអញ្ចឹងយើងគ្រាន់តែចុចAlt អក្សរ A វានឹង select ទាំងអស់ហើយយើងចុចពាក្យ delete អូខេអញ្ចឹងយើង delete វាអស់មកអញ្ចឹងយើង delete អស់ហើយអញ្ចឹងចំណុចទី3ដែលយើងត្រូវធ្វើយើងចុចសញ្ញា Windows អក្សរ R ដដែលយើងវាយពាក្យភាគរយ team អញ្ចឹងយើងឃើញ file ចាស់ៗដូចគ្នាអញ្ចឹងយើងគ្រាន់តែ Alt អក្សរ A ដដែល select all ណាអញ្ចឹងយើងគ្រាន់តែ delete មកជាចំណុចចុងក្រោយអ្នកនរគ្នាគ្រាន់តែចុចWindows ជាមួយនឹងអក្សរ A ដដែលអញ្ចឹងគឺយើងវាយពាក្យថា cleaner អូខេនេះ clean mgr អូខេ clean mgr ហ្នឹងមកចុចពាក្យ enter វានឹង run មានន័យថាវានឹងធ្វើការprocess បើសិនជាកន្លែងនេះកន្លែងចំណុចទាំងអស់នេះបើសិនមានកន្លែងណាអត់ text ឬក៏មិនអីគ្នាយើង take អស់មកបន្ទាប់មកគ្នាយើងចុចពាក្យកន្លែង clean up system file អញ្ចឹងរាល់ clean raw file ក្នុង system ឬក៏ក្នុង drive C វានឹងលុបចោលមកតង់ទៀតអញ្ចឹងវាធ្វើឲ្យ space computer យើងដើរលឿនជាងមុនឬក៏វាកាត់បន្ថយ space ដែរអញ្ចឹងយើងចុចពាក្យ clean up system ហ្នឹងមកអូខេអញ្ចឹងយើងយកតែយើង clean up តែ drive C វានឹងធ្វើការ clean up ឬក៏លុបទៅលើ file មួយចំនួនហ្នឹងហើយអូខេត្រង់ចំណុចនេះបន្ទាប់វា clean up ហើយវាលោតអញ្ចឹងមួយសារទៀតអ្នកនរគ្នាគ្រាន់តែចុច OK បន្ទាប់មកចុច delete file អូខេនេះដល់ពេលដែលវា delete file វាកំពុងតែ run ហើយអានេះ file នៅក្នុងធុងសម្រាមឃើញមាន file អញ្ចឹងវានឹងអាចលុបទាំងអស់ហ្មងវាពេញវានឹងយើងនឹងបាត់ហើយឃើញនេះដល់ពេលដែល system ហ្នឹងវាកំពុង run វាក៏វាលុបគឺមិនថា file នៅទីណាក៏ដោយដែលយើង clean up ប្រហែល step ដំបូងហ្នឹងគឺវានឹងលុបចោលទាំងអស់មិនថា file នៅក្នុង recycle bin ឬក៏ក្នុងធុងសម្រាមហ្នឹងទេគឺវាលុបចោលក្នុង automatic មកអូខេវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្ណឹងបើសិនជាអ្នកនរគ្នាគិតថាវីដេអូនេះមានអត្ថប្រយោជន៍ទៅកាន់អ្នកនរគ្នាកុំភ្លេច share ម្នាក់មួយផងអរគុណ